بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته الحمد لله ថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងទៀតនៅក្នុងគីតាប Fiqh al-Manhaji បន្តទៅដល់មេរៀន Hukum Nikah Hukmun Nikahi Syar'an ច្បាប់ឬក៏បញ្ញត្តិនៃការនៃអាពាហ៍ពិពាហ៍តាមឧកាមាតាមហុគមសារ៉ាលិននីកាហ៊ីអះកាមុនមុតាអាឌឌីដាតុនវ៉ាឡៃសាហុកម៉ាន់វ៉ាហ៊ីដានអាពាហ៍ពិពាហ៍មានច្បាប់ជាច្រើនប្រភេទមិនមែនមានតែច្បាប់មួយប៉ុណ្ណោះទេوذلك طبعا للحالة التي يكون عليها الشخص ហើយវាអាស្រ័យទៅលើស្ថានភាពរបស់បុគ្គលម្នាក់ៗ وإليك بيان ذلك ខាងក្រោមនេះជាការបកស្រាយដូចតទៅទី1 mustahabun វាគឺជាប្រការសុនិតគឺជាប្រការដែលល្អគួរតែធ្វើវា وذلك إذا كان الشخص محتاجا إلى الزواج នេះសម្រាប់អ្នកដែលមានតម្រូវការចង់រៀបអាពាហ៍ពិពាហ៍ بمعنى أن نفسه تتوق إليه មានន័យថាចិត្តរបស់គាត់ប្រាថ្នាចង់រៀបការوترغب فيه ហើយមានបំណងចង់បានវា وكان يملك مؤنته ونفقته ហើយគាត់មានលទ្ធភាពផ្គត់ផ្គង់ការចំណាយចាំបាច់ min mahrin ដូចជាអ៊ីស៊ីកាវិនឬក៏ថ្លៃបណ្ណាការថ្លៃខាន់ស្លាប្រាក់ខាន់ស្លា ونفقة معيشة له ولزوجته និងការចំណាយសម្រាប់ជីវភាពរស់នៅរបស់ខ្លួននិងភរិយា وهو في نفس الوقت لا يخشى على نفسه الوقوع في الفاحشة إن لم يتزوج ហើយក្នុងពេលជាមួយគ្នានោះគាត់មិនបារម្ភថាខ្លួននឹងធ្លាក់ក្នុងអំពើអសិលធម៌ស៊ីណាឡើយហើយប្រសិនបើមិនរៀបការចុះសង្ខេបក្នុងចំណុចនេះបន្តិចថាសម្រាប់បុគ្គលដែលមានបំណងចង់រៀបការនិងមានសមត្ថភាពផ្នែកហិរញ្ញវត្ថុមានថាមានលុយកាក់គ្រប់គ្រាន់ប៉ុន្តែมันមានការភ័យខ្លាចថានឹងធ្លាក់ក្នុងអំពើស៊ីណាប្រសិនបើមិនរៀបការនោះការរៀបការសម្រាប់គាត់មានច្បាប់មួយគេហៅស៊ូនិតគឺគួរធ្វើកាលណាយើងធ្វើទទួលបានប៉ះឡា ففي هذه الحالة يكون النكاح مستحبا ដូច្នេះក្នុងស្ថានភាពបែបនេះការរៀបអាពាហ៍ពិពាហ៍មានច្បាប់ជាសុនិត لما فيه من بقاء النسل ព្រោះវាជាមធ្យោបាយសម្រាប់បន្តពូជ وحفظ النسب និងការពារពូជពង្សឲ្យច្បាស់លាស់ត្រឹមត្រូវ والاستعانة على قضاء المصالح ព្រមទាំងជួយសម្រួលដល់ការបំពេញកិច្ចការនានា ويستدل لذلك بحديث البخاري ومسلم ហើយផុសតាងសម្រាប់ច្បាប់នេះគឺមានហាឌីសដែលរាយការណ៍ដោយ
Bukhari និង Muslim អាន Abdullah ibn Mas'ud radhiyallahu anhu qala អំពី Abdullah bin Mas'ud radhiyallahu anhu គាត់បានមានប្រសាសន៍ថា Kunna ma'an nabi sallallahu alaihi wasallam shababan la najidu syai'an ក្នុងពួកគាត់នៅជាមួយនឹង Rasulullah sallallahu alaihi wasallam Kunna ma'an nabi sallallahu shababan ពួកយើងជាយុវជនហើយនៅជាមួយនឹង Nabi sallallahu alaihi wasallam ក្នុងស្ថានភាពដែលមិនមានលទ្ធភាពគ្រប់គ្រាន់តែពួកគាត់នេះគឺជា shabab ជាយុវជនហើយគាត់នៅជាមួយនឹងសម័យកាលរបស់ Nabi sallallahu alaihi wasallam គាត់នៅជាមួយនឹង Nabi sallallahu alaihi wasallam ក្នុងស្ថានភាពដែលមិនមានលទ្ធភាពគ្រប់គ្រាន់គាត់ក្រីក្រគាត់អត់មានលុយធ្វើ EC កាសវិញអីចឹងទៅមិនមានសមត្ថភាពមនហ្វកោះអីចឹងទៅ فقال لنا رسول الله صلى الله عليه وسلم ហើយ Rasulullah sallallahu alaihi wasallam បានមានប្រសាសន៍មកកាន់ពួកយើងថា Ya ma'syar asy-syabab អោយុវជនទាំងឡាយ Man istata'a minkumul ba'ata falyatazawwaj អ្នកណាក្នុងចំណោមពួកអ្នកមានលទ្ធភាពរៀបការចូលរៀបការចុះ Fa innahu aghaddu lil basari ព្រោះវាជួយឲ្យសម្លឹងមើលអ្វីដែលហាមឃាត់តិចជាងមុន Wa ahsanu lil farji ហើយជួយការពារគេខ្មាស់អំពីប្រការដែល zina បើមិនលំយស្តតិរាយអ្នកដែលមិនមានលទ្ធភាព fa'alayhi bisawmi គួរតែប្រកាន់ភ្ជាប់នៅការបួស Wa innahu lahu wija'u ព្រោះ wija'un ព្រោះការតមអាហារជួយទប់ស្កាត់តណ្ហារបស់គាត់ការបួសនេះវាគឺអាចជួយទប់ស្កាត់អំពីតណ្ហារបស់គាត់បាន والزواج في هذه الحالة أفضل من التفرغ للعبادة والانقطاع لها ក្នុងស្ថានភាពនេះការរៀបអាពាហ៍ពិពាហ៍ប្រសើរជាងការផ្ដាច់ខ្លួនពីជីវិតគ្រួសារដើម្បីផ្ដោតតែការធ្វើអ៊ីបាដាត وعلى هذا يحمل توجيه رسول الله صلى الله عليه وسلم لأولئك النفر من أصحابه ហើយនេះគឺជាអត្ថន័យនៃការណែនាំរបស់ Rasulullah sallallahu alaihi wasallam ចំពោះសាហាបាត់មួយក្រុម الذين تعاهدوا على انقطاع للعبادة وترك الزواج ដែលបានព្រមព្រៀងគ្នាផ្ដាច់ខ្លួនដើម្បីធ្វើអ៊ីបាដាតតែប៉ុណ្ណោះ وترك الزواج និងបោះបង់ការរៀបអាពាហ៍ពិពាហ៍យើងសង្ខេបកន្លែងនេះបន្តិចថាសម្រាប់អ្នកដែលមានលទ្ធភាពនិងមានចំណង់ចង់រៀបការរៀបការគឺជាសុនណាគឺជាប្រការសុនិតដែលមានគុណប្រយោជន៍ច្រើនដូចជាការបន្តពូជការពារអំពើស៊ីណានិងការរក្សាភាពបរិសុទ្ធរបស់ខ្លួនដូច្នេះឧកាមាអ៊ីស្លាមមិនលើកទឹកចិត្តឲ្យមនុស្សបោះបង់ការរៀបអាពាហ៍ពិពាហ៍ដើម្បីផ្ដោតតែលើការធ្វើអ៊ីបាដាតនោះទេមានហាឌីសរាយការណ៍ដោយអ៊ីម៉ាមមូស្លីម
An Anas radhiyallahu anhuអំពី Anas radhiyallahu anhu anna nafaran min ashabin Nabi sallallahu alaihi wasallam sa'alu azwajan Nabi sallallahu alaihi wasallam an amalihi fis sirri សាហបាត់មួយក្រុមបានសួរភរិយារបស់រ៉ូស៊ូលឡោះ សល្លឡោះ អាឡៃហ៊ីវ៉ាសាឡាំអំពីការគោរពប្រណិប័តការធ្វើអ៊ីបាដាតរបស់លោកនៅពេលដែលមិនមានអ្នកដឹងនេះគាត់នៅធ្វើដោយស្ងៀមស្ងាត់តែឯង فقال بعضهم لا أتزوج النساء អ្នកខ្លះនិយាយថាខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ وقال بعضهم لا أكل اللحم អ្នកខ្លះនិយាយថាខ្ញុំនឹងមិនបរិភោគសាច់ឡើយ គឺការបរិភោគសាច់នេះវាអាចនឹងធ្វើឲ្យមានតណ្ហាខ្លាំងដែរនេះ وقال بعضهم لا أنام على فراشي ហើយអ្នកខ្លះទៀតនិយាយថាខ្ញុំនឹងមិនដេកលើគ្រែឡើយ فحمد الله وأثنى عليه បន្ទាប់មករ៉ូស៊ូលឡោះ សល្លឡោះ អាឡៃហ៊ីវ៉ាសាឡាំបានសរសើរនិងលើកតម្កើងអល់ឡោះ អល់ហាំឌុលីឡាហ៍ فقال ما بال أقوام قالوا كذا وكذا រួចនប៊ី សល្លឡោះ អាឡៃហ៊ីវ៉ាសាឡាំបានមានប្រសាសន៍ថាហេតុអ្វីបានជាមានមនុស្សមួយចំនួននិយាយបែបនេះនិងបែបនោះ لكني أصلي وأنام ចំណែកខ្ញុំវិញខ្ញុំសូឡាតហើយខ្ញុំក៏សម្រាកដេកដែរ وأصوم وأفطر ខ្ញុំបួសហើយខ្ញុំក៏ស្រែកបួសវិញដែរ وأتزوج النساء ហើយខ្ញុំក៏រៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីផងដែរ ومن رغب عن سنتي فليس مني ដូច្នេះអ្នកណាដែលបែរចេញពីសុនណារបស់ខ្ញុំអ្នកនោះមិនមែនស្ថិតនៅលើមាគ៌ារបស់ខ្ញុំឡើយមិនមែនជាស្ថិតអ្នកដែលស្ថិតនៅក្នុងសុនណារបស់ខ្ញុំឡើយ ومعنى فمن رغب عن سنتي فليس مني អត្ថន័យនៃពាក្យថាអ្នកណាបែរចេញពីសុនណារបស់ខ្ញុំអ្នកនោះមិនមែនជាឧម៉ាត់របស់ខ្ញុំទេនោះគឺអៃម៉ាន់តារកាហាអ៊ីរ៉ាដុនអានហា អ្នកដែលបោះបង់សុនណានេះដោយបដិសេធឬមិនព្រមទទួលយកវា غير معتقد لها على ما هي عليه ហើយមិនជឿថាវាជាផ្លូវដែលត្រឹមត្រូវដោយដែលអ៊ូកាម៉ាបានដាក់បញ្ញត្តិនោះ والمرأة في هذا الحكم مثل الرجل ហើយចំពោះច្បាប់នេះស្ត្រីក៏ដូចជាបុរសដែរគេហាមឃាត់មិនឲ្យយើងនៅលាវទេគេឲ្យយើងរៀបការដូចគ្នាប្រុសហើយនិងស្រី فإذا كانت محتاجة للزواج ប្រសិនបើនាងមានតម្រូវការចង់រៀបការ لصيانة نفسها ដើម្បីការពារខ្លួនរបស់នាង وحفظ دينها និងថែរក្សាអ៊ូកាម៉ារបស់នាង وتحصيل نفقتها ព្រមទាំងទទួលបានអ្នកទទួលខុសត្រូវលើការចិញ្ចឹមជីវិតរបស់នាង
istuha istuhibba laha az-zawaju aidan នោះការរៀបការក៏ជាសុនណាស់និងគួរធ្វើសម្រាប់នាងផងដែរ អញ្ចឹងនៅក្នុងត្រង់កន្លែងនេះចង់បញ្ជាក់ប្រាប់ថារ៉ូស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានបង្ហាញថាមាគ៌ាអ៊ីស្លាមផ្លូវអ៊ីស្លាមគឺជាមាគ៌ាកណ្ដាលមិនមែនបោះបង់ទុនយ៉ាដើម្បីគោរពប្រណិប័តតែប៉ុណ្ណោះទេបោះបង់ទុនយ៉ាដើម្បីតែធ្វើអ៊ីបាដាតតែប៉ុណ្ណោះទេការរៀបការគឺជាផ្នែកមួយនៃសុនណាស់របស់នប៊ីសល្លឡោះអាឡៃសាឡាំហើយសម្រាប់ទាំងបុរសនិងស្ត្រីណាដែលមានតម្រូវការនិងមានលទ្ធភាពការរៀបអាពាហ៍ពិពាហ៍គឺជាអំពើដែលគួរតែធ្វើនិងទទួលបានប៉ះឡើងពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាចឹងអល់ហាំឌុលីឡាយើងបញ្ចប់ត្រឹមនេះសិននិងយើងនឹងបន្តទៅមុខទៀតនៅក្នុងវីដេអូវគ្គក្រោយទៀតអ៊ីនសាអល់ឡោះ وبالله التوفيق والهداية والسلام عليكم ورحمة الله وبركاته